hard for people from outside to come in. Butបងប្អូនអាចបង្កើត Kobo Toolbox ទៅជា application នៅក្នុង iPad ឬក៏ទូរស័ព្ទរបស់យើងបានហើយយើងចុចទៅលើ link ដែលបង្កើតកម្រងបញ្ជីសំណួរ Kobo Toolbox ហ្នឹងហើយទៅយើងចុចនៅក្នុងអត្រេ3នេះហើយយើងយកពាក្យថា add home screen បាទក្នុង add home screen នេះយើងចុច add ទៅវានឹងបង្កើតជា logo ជា logo មួយដែលយើងអាចចុចដើម្បីភ្ជាប់ link ហ្នឹងដូចជា application មួយនៅក្នុងទូរស័ព្ទយ៉ាងដែរបាទអញ្ចឹងឧបមាថាខ្ញុំបានបិទអានេះហើយខ្ញុំមើលនៅក្នុងទូរស័ព្ទខ្ញុំមាន app មួយដែលមាន logo មួយដែល home screen វាછેបាទនេះ add home screen នេះ and get to link យើងចុចទៅវាភ្ជាប់ទៅក្នុង link ដែរដូចជា log record អូខេចឹងនេះគឺជា link បាទហើយយើងក្នុងទូរស័ព្ទរបស់យើងវាមានលក្ខណៈដូចជា app មួយយ៉ាងដែរដូចជា Google